នៅពេលដែលមនុស្សគ្រប់គ្នាសម្របចាប់ផ្ដើមទៅដកលុយពីធនាគារនៅក្នុងពេលតែមួយហេតុអីបានជាវាធ្វើឲ្យស្ថានភាពហ្នឹងកាន់តែមានភាពស្មុគស្មាញហើយនឹងពិបាកដោះស្រាយ Guaranteed cash payments to the bank. The bank's going to reopen next week. But George, I got my money here. មូលហេតុគឺធនាគារភាគច្រើននៅជុំវិញពិភពលោកមិនថាតែកម្ពុជាហ្នឹងដំណើរការតាមប្រតិបត្តិការមួយដែលអ្នកសេដ្ឋកិច្ចចំណាំហៅថា fractional reserve banking អូខេនិយាយងាយយល់ចោះនៅពេលដែលយើងយកលុយទៅទុកនៅក្នុងធនាគារមិនមែនន័យថាគេរក្សាទុកលុយយើងហ្នឹងនៅមួយកន្លែងហ្នឹង 100% ទេជាទូទៅគេគ្រាន់តែដកជាមួយផ្នែកតូចហ្នឹងដាក់ទុកបំរុងនៅក្នុងធនាគារហើយសល់ប្រមាណទៀតហ្នឹងគឺគេយកលុយហ្នឹងដើម្បីដាក់ជាប្រាក់កម្ចីតសម្រាប់វិនិយោគបន្ថែមទៀតឥឡូវហ្នឹងខ្ញុំសូមលើកជា scenario ហ្មងដែលវាគួរឲ្យចាប់អារម្មណ៍ដែរសម្រាប់អ្នកទាំងអស់គ្នាក្នុងការគិតពិចារណាណាអូខេខ្ញុំយកលុយ$1000ទៅដាក់ធនាគារមួយអ្វីដែលកើតឡើងបន្ទាប់ហ្នឹងគឺធនាគារហ្នឹងនឹងដកលុយយកទៅទុកបំរុងតែមួយផ្នែកទូទេថា 10% ចោះជាឧទាហរណ៍ណាស្មើនឹង$100ហើយសល់$900ទៀតហ្នឹងនឹងត្រូវយកទៅផ្ដល់ជាប្រាក់កម្ចីបន្តទៀតសម្រាប់អ្នកដែលត្រូវការឧទាហរណ៍លុយ900ហ្នឹងត្រូវបានខ្ចីដោយម្ចាស់ហាងកាហ្វេម្នាក់ចោះទៅតែបើកថ្មីថ្មងផងអញ្ចឹងនឹងត្រូវការលុយដើម្បីយកទៅទិញម៉ាស៊ីនឆុងកាហ្វេអញ្ចឹងម្ចាស់ហាងកំឡុងពេលខ្ចីហ្នឹងនឹងត្រូវបង់ការប្រាក់ឲ្យធនាគារហើយនៅពេលដូចគ្នាហ្នឹងខ្ញុំដែលជាអ្នកដាក់ហ្នឹងក៏ទទួលបានការប្រាក់តិចតួចពីប្រាក់បញ្ញារបស់ខ្ញុំដូចគ្នាដែរបន្ទាប់មកលុយ900ហ្នឹងនឹងត្រូវបានប្រើទៅទិញម៉ាស៊ីនឆុងកាហ្វេហើយអ្នកលក់ម៉ាស៊ីនឆុងកាហ្វេហ្នឹងអាចនឹងយកលុយដែលគាត់ទទួលបានហ្នឹងទៅដាក់ទៅធនាគារមួយទៀតអញ្ចឹងធនាគារនោះក៏គាត់ដំណើរការនៅក្នុងប្រតិបត្តិការដូចគ្នាគាត់ទុក 10% ជាសាច់ប្រាក់បំរុងហើយសល់$810ទៀតហ្នឹងនឹងត្រូវយកផ្ដល់ជាប្រាក់កម្ចីបន្តទៀតសម្រាប់អ្នកដែលត្រូវការធ្វើអីផ្សេងៗអញ្ចឹងទៅអូខេអញ្ចឹងអាហ្នឹងវាបង្កើតជាបាតុភូតមួយដែលគេហៅថា money multipliers effects ឥឡូវហ្នឹងយើងទៅសាកគណនាទាំងអស់គ្នាអូខេបើយើងយកឧទាហរណ៍នៃតម្លៃលេខមុនហ្នឹងយកមកគណនាជាទ្រឹស្ដីណាហើយយើងចាប់ផ្ដើមគុណរហូតមកយើងនឹងទទួលបានជាទឹកប្រាក់ហ្នឹងសឹងតែគុណនឹង10បានន័យថាវាគឺជាការដាក់លុយទៅធនាគារហើយវាបង្កើតលុយបន្ថែមទៅក្នុងចរន្តសេដ្ឋកិច្ចចរន្តប្រព័ន្ធហិរញ្ញវត្ថុប្រតិបត្តិការនេះវាមិនមែនមានតែនៅខ្មែរយើងទេគឺវាធ្វើឡើងនៅជុំវិញពិភពលោកតែម្ដងណាដើម្បីជំរុញនៅប្រព័ន្ធសេដ្ឋកិច្ចឲ្យប្រទេសជាតិអភិវឌ្ឍអីចឹងទៅអញ្ចឹងឯងបានជាគេអត់ចង់ឲ្យប្រជាជនមានភាពចលាចលក្នុងស្ថានភាពធម្មតាដំណើរការប្រតិបត្តិការហ្នឹងវាមានជាបញ្ហាទេព្រោះធម្មតាធនាគារគាត់តែមានជាទិន្នន័យប្រតិបត្តិការនៅក្នុងការរក្សាលុយនៅក្នុងឃ្លាំងដើម្បីបើកជូនអតិថិជនគាត់ចឹងទៅដូចខ្ញុំផ្ទាល់នេះធម្មតាការចាយវាយដកលុយអីហ្នឹងគឺតិចតួចមែនតើសម្រាប់ការចាយវាយប្រចាំថ្ងៃប៉ុន្តែបញ្ហាធំបំផុតហ្នឹងគឺនៅពេលដែលមនុស្សចាប់ផ្ដើមសម្រុកទៅដកលុយនៅក្នុងពេលតែមួយនេះឯងអញ្ចឹងនៅពេលនោះគឺធនាគារនឹងប្រឈមនៅសម្ពាធមួយដែលថាត្រូវការសាច់លុយហ្នឹងនៅក្នុងរយៈពេលខ្លីភ្លាមអញ្ចឹងអត់ជំរឿធនាគារក៏ត្រូវទៅទាពីអ្នកកម្ចីនេះដែរប៉ុន្តែជាក់ស្ដែងយើងគិតមើលអ្នកដែលខ្ចីលុយណាគាត់ដឹងថាពេលដែលទិញផ្ទះទិញឡានឬក៏រកស៊ីហ្នឹងកម្ចីទាំងអស់ហ្នឹងមិនតិចណាដែលវាត្រូវការរយៈពេលយ៉ាងហោចណាស់ក៏រាប់ឆ្នាំពី3ឆ្នាំ5ឆ្នាំ10ឆ្នាំ20ឆ្នាំអីក៏មានដែរប្រវត្តិសាស្ត្រក៏ធ្លាប់មានព្រឹត្តិការណ៍បែបហ្នឹងដែរដូចជាករណីធនាគារ Silicon Valley ដ៏ល្បីមួយហ្នឹងហើយជាមួយនឹងព្រឹត្តិការណ៍ Bank Run នៅក្នុងសម័យ Great Depression នៅសហរដ្ឋអាមេរិកប៉ុន្តែរឿងនេះគេប្រយ័ត្នមែនតើការដួលធនាគារមួយគឺវាមានកម្រិតទាបបំផុតកាលណាប្រព័ន្ធធនាគារត្រូវបានគ្រប់គ្រងបានល្អពីធនាគារជាតិដែលមានតួនាទីយ៉ាងសំខាន់ក្នុងការត្រួតពិនិត្យធានាស្ថិរភាពតាមបទបញ្ញត្តិតឹងរ៉ឹងនិងជួយនៅពេលដែលចាំបាច់ណាដើម្បីការពារហានិភ័យអញ្ចឹងត្រឡប់មកវិញវីដេអូនេះខ្ញុំគ្រាន់តែចង់បញ្យល់អំពីរបៀបដែលធនាគារដំណើរការនៅក្នុងសម័យទំនើបយើងនេះណាដើម្បីស្វែងយល់បន្ថែមដោយឡែកបញ្ហាផ្សេងអីដែលកើតឡើងហ្នឹងគឺវាអាស្រ័យទៅតាមធនាគារនីមួយៗដែលយើងគួរសិក្សាស្វែងយល់បន្ថែមហើយខ្ញុំក៏អត់មានជាការសន្មតអីដូចគ្នាដែរអរគុណ